ឃើញកន្លែងមួយដែលទៅបើកថ្មីស្អាតដំបូងក៏ថាអត់ចូលទេប៉ុន្តែដោយសារទុកចិត្តអត់បានក៏ចូលទៅហើយមូលហេតុដែលចូលទៅនេះកុំស៊ូថាដោយសារអ្នកណានេះឃើញស្រាប់ហើយនៅក្នុងវីដេអូដោយសារកូនត្រែនពីរអ្នកហ្នឹងឯងដែលនាំខ្ញុំទៅតែម្ដងហើយមួយវិញទៀតវាគប់ផ្សំនឹងខ្ញុំដែរតែចង់ដឹងចង់ឃើញអាកន្លែងណាដែលថ្មីគេបើកថ្មីមើលទៅវាស្អាតអត់អីអត់ចឹងណាតែជាក់ស្ដែងបងប្អូនអើយមកគឺមិនខកបំណងទេត្បិតគេទំធ្វើថ្មីមែនប៉ុន្តែស្អាតផុសគេមែនហើយមួយវិញទៀតស៊ូតែខ្ញុំទៅថតហ្នឹងគេជូលមែនឲ្យទៅ review ហាងគេបាទមែនទេកុំច្រឡំតាមពិតចូលនឹងចូលតទិញភីសាហូបប៉ុន្តែដោយសារភីសានឹងយូរពេកក៏ជ្រៀតចូលនំក្មេងៗមកមើលកន្លែងគេបើកថ្មីនឹងតែម្ដងហើយបើស៊ូថាកន្លែងបើកថ្មីនឹងនៅណាកន្លែងបើកថ្មីហ្នឹងគឺនៅក្នុងខេត្តតាកែវបងប្អូនគឺនៅខាងជាប់វត្តនឹងព្រៃមលូផ្ទាល់តែម្ដងនៅខាងឃុំកំពង់ឈូកស្រុកកោះអណ្ដែតហើយឆប់បងប្អូនដែលមើលវីដេអូហ្នឹងកុំភ្លេចណាបញ្ជាក់បន្តិចសម្រាប់បងប្អូនដែលគាត់នៅថៃណាចង់ផ្ទេរប្រាក់ពីថៃមកខ្មែរពីខ្មែរទៅថៃវិញអាចទាក់ទងខ្ញុំបាទប៊ុនហេងផ្ទាល់តែម្ដងណាលេខទូរស័ព្ទ Telegram Line គឺនៅលើនឹងផ្ទាល់តែម្ដងហើយពីកន្លែងគេវិញបងប្អូនចំពោះទេសភាពនិងធម្មជាតិណាខ្ញុំឲ្យ10 លើ 10តែម្ដងបងប្អូននៅពីក្រោមដើមត្នោតហ្នឹងគឺមានកញ្ចក់ដូចគ្នាដែរប៉ុន្តែនៅជាងដើមត្នោតគឺវាលស្រែពណ៌ខៀវតែម្ដងហើយស្អាតមែនទេបងប្អូនគេមានតុកគេដែលមានដូច Sky Bar អញ្ចឹងណាហើយដើមត្នោតខ្មែរយើងហើយក៏សូមសរសើរដែរម្ចាស់ហាងដែលកែច្នៃនោះឃើញទេគេធ្វើដូចជារូបប្រាសាទអង្គរវត្តអញ្ចឹងហើយនៅពីក្រោមហ្នឹងក៏មានអាងចិញ្ចឹមត្រីដែរបងប្អូននិយាយចំគាត់បកែកែច្នៃហើយបកែរត់នឹកមែនទេខ្ញុំសូមសរសើរមិនងាយទេណាអ្នកដែលមានគំនិត idea អញ្ចឹងធ្វើឲ្យខ្ពស់អញ្ចឹងហើយនៅក្រោមដាំត្នោតហើយជាពិសេសគឺរំលេចណានៅទៅសភាពផ្ទៃវាលស្រែគឺពណ៌ខៀវអញ្ចឹងតែម្ដងហើយអ្វីដែលចាប់អារម្មណ៍បងប្អូនចាប់អារម្មណ៍ដូចខ្ញុំឯងក្នុងវីដេអូហ្នឹងឃើញណាក៏ធ្វើដូចជាប្រាសាទអង្គរវត្តអញ្ចឹងខ្លោងទ្វារអញ្ចឹងណាប៉ុន្តែនៅជាប់នឹងអ្វីដែលចាប់អារម្មណ៍ផ្សេងទៀតបងប្អូនប្រហែលជាឆ្ងល់ហើយឥឡូវក៏មិនមកអងយូរដែរនេះខ្ញុំទាញឲ្យមើលបងប្អូនចាប់អារម្មណ៍អីអត់បើសិនជាចាប់អារម្មណ៍អាចខមមិននៅក្រោមវីដេអូនឹងបានហើយជាពិសេសបងប្អូនអ្នកខេត្តតាកែវជួយ share វីដេអូម្នាក់មួយផងហើយមកនេះមិនមែនប្រម៉ូទឲ្យម្ចាស់ហាងទេណាបើសិនជាម្ចាស់ហាងឃើញហើយពេញចិត្តវីដេអូនឹងក៏អាច sponsor ដូចជាកាហ្វេមួយកែវអីក៏អត់ថាអីដែរ admin ក៏អរគុណទុកជាមុននេះខ្ញុំចាប់អារម្មណ៍គឺកម្មរតេះណាកម្មរតេះកង់រតេះដែលគាត់មានកំណត់ design មកធ្វើជាកន្លែងអង្គុយថតរូបពីក្រោយនឹងគឺមាន background ពណ៌ខៀវសង្ងាត់ដោយដំណាំស្រូវរបស់យើងហើយព្រៃអីចឹងណាស្អាតមែនទែនហើយផ្លូវគឺងាយរកមែនទែនបងប្អូនគាត់តែវាយវត្តព្រៃមលូមកគឺរកឃើញហើយព្រោះអីគាត់នៅជាប់វត្តព្រៃមលូនឹងផ្ទាល់តែម្ដងតែសភាពគឺកប់សេរីតែម្ដងឃើញហើយគឺដកចិត្តអត់រួចទេដូចខ្ញុំបញ្ជាក់អញ្ចឹងឯងសម្រាប់បងប្អូនដែលគាត់នៅក្បែរនឹងអាចមកលេងបានគាត់មានលក់មីហិលមានលក់ភីសាមានលក់អីច្រើនសពមុខច្រើនយ៉ាងដែរប៉ុន្តែដោយសារតែខ្ញុំកំងភីសាក៏បានស៊ូនាំគាត់ច្រើនណែកន្លែងគាត់